បងមកយ៉ាងបូនបាទ ជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូដំណើរកម្សាន្តជើងទី3របស់ខ្ញុំដែលខ្ញុំបានទៅថតនៅភូមិរាំងទិលកាលពីថ្ងៃទី13 14កុម្ភៈវីដេអូនេះចេញយ៉ាងយូរបន្តិចដោយសារតែខ្ញុំមានបញ្ហាជាមួយនឹងការបាត់ memory ហើយចាក់ស្ដែងទៅយើងទើបនឹងរកឃើញក៏បានផ្គុំវីដេអូសារថ្មីដើម្បីថតចែកជូនបងប្អូនទាំងអស់គ្នាទស្សនាមកជើងនេះក៏មិនខុសពីសពមួយដងដែរគឺយើងមកគ្រាន់តែចង់ពិបាកត្រីលេងកម្សាន្តជាមួយនឹងបងប្អូនមិត្តភ័ក្តិយើងលក្ខណៈសប្បាយទៅទេតែរឿងដែលចៃដន្យគឺពួកយើងមកចាំថ្ងៃអ្នកភូមិរាំងទិលធ្វើពិធីឡើងអ្នកតាហើយខ្ញុំក៏បានទៅចូលរួមថតចែកជូនអ្នកទាំងអស់នេះទស្សនាផងដែររុំលេខ5ទៅរកនុយអាពេលនុយភូមិហៅទៅចាប់នុយគាត់ទៀតហើយអូចូលហើយឃើញថាគាត់តែកៅឆាយបង្រៀនកាមេរ៉ាឲ្យចេះថត zoom ចាប់នុយគឺមានត្រីខំហើយធ្វើឲ្យខ្ញុំមានសេចក្តីសំណោះរីករាយញញឹមបិទមាត់មិនចិត្តទេបាទប៉ុន្តែជាក់ស្ដែងបងប្អូននៅក្នុងមួយថ្ងៃហ្នឹងគឺខ្ញុំពិបាកអត់បានត្រីសូម្បីតែមួយក្បាលទេបាទនិយាយទៅគឺអត់មានបានទេមួយក្បាលទេប៉ុន្តែគេគឺបានមិត្តភ័ក្តិខ្ញុំអីគឺគេលេងបានគ្រប់គ្នាបាទមើលឥឡូវនេះកំពុងតែយកត្រីរស់មួយបាទហើយប្រឡងដែលយើងកំពុងមកឈរលេងនេះគឺស្ថិតនៅចិត្តភូមិរាំងទិលហើយទេគឺមានកក់ដោះរយបែបហ្នឹងហើយទឹកវារឹងជ្រៅក៏សមមិនជ្រៅណាស់ណាដែរទេចឹងហើយធ្វើឲ្យត្រីនៅច្រើនយើងលេងទៅឃើញតែគ្នាយើងក៏បានត្រីចាំប៉ុន្តែអត់ដឹងថាហេតុអីទេខ្ញុំជាមួយនឹងបងប្រុសដែលពាក់ស្រោមដៃលើកត្រីហ្នឹងបងលេងហ្នឹងជាដៃគូរបស់ខ្ញុំទៅលេងកាលពីភាគ1ទៅលេងនៅភូមិដីរនាតនៅលើបឹងទន្លេសាបដូចគ្នាហ្នឹងគឺបានត្រីច្រើនចាំដល់ពេលមកដល់ទឹកដីខាងរាំងទិលនេះគឺខ្ញុំលេងពីអ្នកកូនគឺអត់បានត្រីទេទាំងអស់គ្នាក៏ដូចជាចូលបានមួយក្បាលទេពីថ្ងៃហ្នឹងហើយខ្ញុំបានមួយក្បាលដែរតែបានហ្នឹងបានយ៉ាងចម្លែកទៀតបងប្អូនចាំមើលទស្សនាបន្តទៅគឺឃើញហើយបងអើយក្លោបអើយក្លោបអើយចូលហើយចូលអត់មានរួយទេចូលយ៉ាងហ្នឹងអើយទៀតលោទីតរអើយក្បាលលេខធំដែរអញជីង4ខាំមិញកន្លះគីឡូមិញបើខាំអូខេឥឡូវវានៅតែលេខ1ដែរព្រោះវាបានអត់នោះស្មើបានចូលមួយទៀតនេះអូនេះក៏ធំហ្នឹងអូយកជ័យអើយអូបងស្វាក់ទៀតរៀបក្នុងមកសាននេះគឺយើងមកគ្នាចំនួន5នាក់យើងយកតែទុកមួយទេដោយសារតែយើងអត់ចង់ចំណាយថវិកាច្រើនក៏សម្រាប់ថាយកតែទុកមួយហើយក៏មកលេងហើយអ្នកខ្លះក៏អាចចុះទៅលេងនៅខាងក្រោមអីខ្លះទៅដោយសារតែទឹកវារាក់ដែរហើយទឹកទន្លេសាបនៅត្រឹមកភ្លើត្រឹមជង្គង់អីទេអញ្ចឹងហើយគឺយើងអាចចុះទៅលេងបានទឹកអត់ជ្រៅទេទាំងអស់គ្នាដោយសារតែខែដែលខ្ញុំទៅហ្នឹងគឺទឹកវាចាប់ផ្ដើមស្រកបដាហើយបាទហើយជាមួយនឹងបងវ៉ានថ្ងៃនេះគឺគាត់យកបានត្រីច្រើនជាងគេហើយទឹកដៃគឺនៅតែអែមគាត់ខំច្រើនហើយយកបានច្រើនទៀតបាទចំណែកឯខ្ញុំនឹងបង្លីគឺនាំគ្នាហួសចិត្តគឺអត់ដឹងថានិយាយថាម៉េចទេព្រោះអីលេងអត់បានត្រីបាទគឺបានតែបងវ៉ានហើយនឹងពួកម៉ាក់ខ្ញុំមួយទៀតឈៀនគឺយកបានច្រើន5ខាំតែឈៀនសោកស្ដាយនៅបានថ្ងៃទី1ទេដោយសារតែមានបញ្ហាចូលអញទុកចោលខាំមើលទុកចោលទៅវិញមិនទុកចោលជួបរៃចូលសាំយកយករោះអូទៀនទៅបាទអូយស្បាច់លេងសាយជីងណាមរៃអញមិនចោលអត់អូយអើយអូអើយបាទកន្លែងនេះបងលីក៏ធ្វើស៊ីផ្លៃចិត្តបាទឃើញគាត់ពងរងខ្សែរំអីញ៉ៃហ្នឹងដំបូងគឺគាត់វត្តម្សាហើយបាទហើយនេះគាត់វត្តជាលើកទី2នេះគឺគាត់ផ្លេចឬស្ពូលទេបាទអ្នកដែលគាត់លេង spinning គឺគាត់ដឹងនៅពេលដែលយើងគប់គេមិនបើកកលឹះដើម្បីឲ្យខ្សែរត់បាទដល់ពេលឲ្យគាត់ផ្លេចបិទអាកលឹះហ្នឹងឲ្យគាត់វត្តទាំងបើកកលឹះហ្នឹងមានអីមកបាទលបូលខ្សែញ៉ៃដល់ពេលដែលខ្សែវាគាត់រៀបចំឲ្យគាត់បិទកលឹះឲ្យគាត់វត្តម្សាទៀតគាត់ផ្លេចឬអាស្ពូលដែលធ្វើឲ្យខ្សែតឹងវត្តត្រីចូលហ្នឹងគឺគាត់ផ្លេចឬអាកន្លែងទៀត
គាត់វត្តមកលាត់សូរោកប៉ុន្តែជាក់ស្ដែងនេះអត់មានជាប់ត្រីទេបាទឥឡូវមកជាប់កក់វិញអូស្មាត់បាក់ទៅមកបាទកន្លែងហ្នឹងគេខ្ញុំនាំគ្នាសើចមែនតើបាទឥឡូវនេះយើងចាប់ផ្ដើមដូរប្រឡងហើយដោយសារតែថ្ងៃក៏វាទាំងរះខ្ពស់ណាស់ហើយដែរគោលដៅរបស់យើងមិនមែនលេងនៅកន្លែងព្រឹកមិញទេដោយសារតែកន្លែងព្រឹកមិញយើងមកមេឃបើកថ្ងៃដំបូងចុះអាចត្រីខាំច្រើនយើងអត់ចង់ខាតពេកយើងឆ្លៀតលេងកន្លែងហ្នឹងមកព្រឹកបន្តិចទៅហើយបន្តមកថ្ងៃបន្តិចទៅយើងដូរប្រឡងឥឡូវយើងកំពុងតែឆ្ពោះធ្វើដំណើរទៅហើយមិនបងអង្គយូរទេមកដល់ភ្លាមបងក៏គាត់ចាប់ផ្ដើមចុះពីលើទូកដើម្បីទៅរកប្រឡងពិបាកដោយសារតែនៅលើទូកយើងគប់គ្នាច្រើនគឺពិបាកគប់ហើយណាមួយវាអត់លះលហួនដូចយើងនៅក្នុងទឹកទេគាត់ថាសម្ភារៈដែលយើងដាក់ទៅថ្ងៃហ្នឹងគឺវាអត់គ្រប់គ្រាន់ដោយសារតែអត់ទាន់បានត្រៀមខ្លួនក៏មកដល់ប្រឡងគប់យកបែងចែកគ្នាអញ្ចឹងទៅយើងដើរចុះគប់តាមព្រៃអញ្ចឹងទៅនៅពេលដែលយើងបានត្រីបានអីអញ្ចឹងទៅវាពិបាកអត់មានកន្លែងដាក់ចឹងតើតាបានត្រីមកដើរយកមកដាក់លើទុកជាដំបងឈានជាមួយនឹងបងគឺគាត់អ្នកចុះពីលើទុកដើរគប់ហើយបន្ទាប់មកខ្ញុំជាមួយនឹងបងលីគឺយើងនៅលើទុកធម្មតាដោយសារតែចុះ2នាក់ហើយនៅលើទុក2នាក់អញ្ចឹងគឺងាយស្រួលនៅក្នុងការគប់ប៉ុន្តែខ្ញុំគប់2នាក់បងលីគឺគប់ជិះទៅគឺគប់ចូលប្រហែលជាខ្ទង់1ម៉ោងគឺអត់បានមានត្រីខាំទេខ្ញុំក៏សម្រេចចិត្តថាអត់កើតទេបើអត់ចុះទេគឺអំបិលហើយបាទអញ្ចឹងហើយក៏សម្រេចចិត្តស្រាតខោចុះតែម្ដងមូលហេតុដែលខ្ញុំស្រាតខោចុះនេះគឺដោយសារតែសម្ភារៈរបស់ខ្ញុំគឺខ្ញុំដាក់មកគឺអត់គ្រប់គ្រាន់ទេដោយសារតែខ្ញុំអត់បានស្គាល់ខោអញ្ចឹងហើយគឺខ្ញុំពាក់តលីអូទេបាទចុះហើយជើងដែលចុះនឹងត្រឹមលីអូហ្នឹងគឺខ្មៅមកដល់សម័យអត់ទាន់បាត់ទេបាទគឺស្នាមខ្មៅស្លោកសាច់តែម្ដងដោយសារតែមេឃក្តៅខ្លាំងបងប្អូនមេឃក្តៅខ្លាំងគឺថ្ងៃពីព្រះអាទិត្យចាំងជាមួយនឹងទឹកនឹងទៀតគឺរត់តែក្តៅបងប្អូនគឺក្តៅខ្លាំងមែនទែនអញ្ចឹងហើយគឺយើងខំឃ្លុំខំអីយ៉ាងណាបាទគឺនៅតែខ្មៅដែរកន្លែងនេះបាទអូគឺថាសង្ឃឹមតែបានមួយតែជាក់ស្ដែងនេះមានបានមួយអីបាទវត្តមកខ្ស៊ុយបាទនិយាយទៅដោយសារតែបច្ចេកទេសខ្ញុំផងបងប្អូនខ្ញុំអត់ទាន់សូវចេះលេងទេសម្រាប់ការបបកត្រីនេះគឺខ្ញុំទើបនឹងរៀនថ្មីថ្មោងដែរទេអញ្ចឹងហើយទើបចេះលេងពេលដែលចុះតលេចាដងហ្នឹងទៅគឺបានបងហើយនឹងអ្នកដែលគាត់ចេះលេងហ្នឹងគាត់បរៀនប្រាប់តិចទៅយើងមានវិធីសាស្ត្រនៅក្នុងការលេងយកត្រីបានខ្លះទៅតែកន្លែងនេះគឺពិបាកយកត្រីមែនបងប្អូនកន្លែងដែលពួកខ្ញុំកំពុងតែលេងបងប្អូនឃើញកក់ងាប់ទេបងប្អូនកក់ងាប់ហ្នឹងនៅខាងក្រោមគឺកក់ត្រឹមកំភ្លើហ្នឹងគឺកក់ក្រាស់មែនទេអញ្ចឹងបើសិនជាករណីដែលយើងលេងដងថាស្ទីងនេះនៅពេលដែលត្រីវាខាំហើយគឺវានឹងអូសចូលទៅក្រោមអាកក់ហ្នឹងហើយបងប្អូនហើយតែកាលណាយើងវាត់មកគឺផ្លែសទុយរបស់យើងនឹងកល់លើមាត់ផ្លែគឺដូចដោះត្រីចេញពីមាត់ហ្នឹងបងប្អូនគឺវាត់អត់សូវងាយបានទេបងប្អូនតើតាដងធំដូចរបស់បងខ្ញុំអីអាហ្នឹងมันគាត់ស្រួលកោះបងប្អូនហើយមកដល់ថ្ងៃត្រង់ហើយស្មាត់ឈាមរបស់យើងគឺដាច់បាយមែនទេហើយហេវបាយមែនទេបាទអត់បានមកអើយបាយមកឆ្ងាញ់មែនផ្ទះវិញទៅម៉ែវាយហើយអេស្មាត់ម៉ែវាយបាត់បឹកត្មងហ្នឹងអត់ចុះពីលើទូកអំបលហើយហ្នឹងចប់ហើយស្រោបដៃអូននៅដេអានៀតសង្សារបានឃើញរករឿងស្រោបដៃហ្នឹងផងទិញពីអូននៅដេអានៀតបងនៅម៉ោងបាយពងរៀបចំបាយហើយឥឡូវលើកត្រីមកម្នាក់មួយបាត់ហ្នឹងខំផ្ទួននេះtôi thấy bố chúa bố mặt khăm này lố à ô mê chuột lố vậy này đi mặt lôi mai rồi cho cái lố này không mang cái lô ôi dạ không trời trả trời lên được hai năm lên chật mau ngay ngon anh phong rọ món nó ní ăn tiếp rồi đây rồi đây rọ nó chảnh đấy xí đôi lệch mấy là xong đấy lệch cái xí anh ốp lệch tăng prất à đây máu tụt rồi prất anh tham lên lấy prao này bơ anh prao nong chạm rắm nuôi hai thôi chụp bài tôi đi nhóc nó nấu tao thôm bờ khăm lắng rồi chinh rồi mặt thôm mỏng bay phơi một hộp vô tray mà bay đón ấy bay quá đây này tray nó con ấy nè ô mặt thôm nên là rót sốt cái này cho mà bọc rót thôi ôi bọc rót
រៀមហូបយើងនៅក្នុងថ្ងៃនេះផងដែរគឺស្ងោរជ្រក់ត្រីឌៀបដែលយើងលាយជាមួយនឹងត្រីរស់មួយបាទដោយសារតែយើងចង់ភ្លក់តើសាច់ត្រីពីរហ្នឹងមួយណាវាឆ្ងាញ់ជាងអញ្ចឹងណាហើយកំពុងតែស្លហ្នឹងបាទគឺបងក៏គាត់ចូលបានត្រីមួយទៀតហើយក៏យកបានត្រីមួយទៀតហើយបាទចង់ត្រីមួយចិត្តរៀលនោះពងលីមកទៀតហើយស្មាត់ធំអីណាត្រីហ៎បងចុយមើលកាមេរ៉ាឡើយមើលកាមេរ៉ាឌៀបបងបាយអើយមកធំលីត្រីមកទៀតហើយគាត់ថាដាំបាយធ្វើម្ហូបហ្នឹងបាន3ក្បាលបងពី10មកមួយណាថាត្រីទលេសាបអត់ខំ3ថ្ងៃខំតែពេលថ្ងៃហ្នឹងឯងលឺតែគេថាតែមកជួបខ្លួនឯងចឹងមិនដឹងថាខ្ញុំមកព្រឹកអត់មានបានមកក្បាលគាត់ស្មាត់ធំទីត្រីឈានមកយើងនេះទឹកដៃ7ទុំមកទៅទៀតញ៉ាំជិតចៃអើយស្មាត់ឈាននេះជុំទឹកទៅហើយមកទលេសាបទៅអញ្ចឹងអត់បានត្រីថាមកនៅលើទៅលើទូគប់ខ្វាយអត់បានត្រីទេមកមួយបាទចូលលុបអីមើលហោអីមើលពេលហោអាជាដែរអរេគ្រាន់តែកាត់វីដេអូនេះគឺនឹកឃើញគឺស្រក់ទឹកមាត់ម្ដងទៀតហើយរសជាតិបាយនៅលើបឹងទលេសាបនេះគឺពិតជាមានរសជាតិឆ្ងាញ់មែនតើបងប្អូនជាមួយនឹងស្ងោរជ្រក់ជាមួយនឹងត្រី7ខ្ចីរបស់យើងបងប្អូនហើយបងបាយមិនតាន់ស្រួលបួលផងក៏ចោះទៅកប់បានត្រីមកមួយទៀតហើយខ្ញុំនេះក្តៅពេកអង្គុយមិនតាន់បានចោះទៅទៀតទេដោយសារតែវាក្តៅពេកបងប្អូនហើយណាមួយគុំមិនសូវបានផងទុកឲ្យបងគាត់ដើរយកត្រីបាទឃើញតែគាត់យកត្រីទេនៅក្នុងថ្ងៃនោះគឺគាត់បានច្រើនមែនតើដោយសារតែដងគាត់វិញគាត់មានបច្ចេកទេសខ្ពស់ហើយគាត់តស៊ូណាបងប្អូនគាត់គប់បានត្រីទាំងពីរពីក្បាលហើយបាទខ្ញុំបានចុះទូរស័ព្ទតែក្តៅពេកហើយគាត់អត់ក្តៅជាមួយថ្ងៃជាមួយអីទេគាត់អត់ខ្វល់ទេបាទគឺគាត់បបក់រហូតអូបន្ទាប់ពីត្រីខាំហើយយកមិនដែលបានខ្ញុំពីអ្នកបងលីពិភាក្សាគ្នាក៏សម្រេចចិត្តថាឥឡូវយើងមកលេងនៅខាងក្រៅវិញទុកបងនឹងត្រីហ្នឹងហើយគាត់គប់ពីអ្នកឈានទៅហើយខ្ញុំជាមួយនឹងបងលីយើងមកលេងជាមួយនឹងត្រីខ្មាន់បាទត្រីខ្មាន់គឺយើងគប់នៅដែកដើម្បីយកត្រីខ្មាន់ហ្នឹងប៉ុន្តែជាក់ស្ដែងទៅចូលបានមួយបងលីមិនមែនចូលត្រីខ្មាន់ទៀតបាទចូលបានមួយហ្នឹងគឺចូលត្រីរ៉ស់ទៀតបងប្អូនត្រីរ៉ស់វាខាំអានុយដែកហ្នឹងដែរហើយខ្ញុំណាគប់ទៅគឺគ្មានខាំអីទេជាប់តែកក់ហ្នឹងឯងក៏សម្រេចចិត្តថាត្រឡប់ទៅយកបងហើយយើងចេញដំណើរទៅលេងចិត្តភូមិវិញដោយសារតែបងគាត់ល្ងាចគាត់មានកម្មវិធីលេងភ្លេងឲ្យកម្មវិធីឡើងអ្នកតានៅភូមិរានតើហ្នឹងបងប្អូនក៏សម្រាប់ចិត្តថាយើងទៅលេងគៀនភូមិហ្នឹងមិនតិចទៀតគប់ខ្មាំងមិនតិចទៀតហើយបានយើងចូលទៅក្រុមភូមិហើយសម្រាប់នៅភូមិហ្នឹងតែម្ដងរាបងលីវិញបាទគឺដេកនៅលើទូនឹងឯងដោយសារតែអស់កម្លាំងកាយមិនសុំទេងុំនឹងអស់កម្លាំងចិត្តខំមកពីណាពីណីឆ្ងាយដែរបងប្អូនមកចំណាយថវិកាចំណាយពេលវេលាមកគប់តែត្រីវាអត់ខាំធ្វើម៉េចខ្ញុំក៏ត្រីមិនខាំដូចគ្នាហើយយើងមិនតូចចិត្តតូចថ្លៃទេបងប្អូននេះគឺជាកីឡាបបក់ត្រីអញ្ចឹងហើយគឺលេងបានគឺទៅតាមទៅខ្ញុំមិនសូវជាខ្វល់បានទេសំខាន់គឺសប្បាយចិត្តនៅអ្វីដែលយើងស្រឡាញ់យើងធ្វើអញ្ចឹងបងប្អូនហើយបន្ទាប់នេះជាកម្មវិធីអ្នកភូមិរាំងតើធ្វើពិធីឡើងអ្នកតាខ្ញុំសូមមិននិយាយអ្វីច្រើនពីពិធីនេះទេដោយសារតែខ្ញុំមិនមានចំណេះដឹងគ្រប់គ្រាន់ក៏មិនបានសាកសួរបន្ថែមពីអ្នកភូមិឬបងអីដែរអញ្ចឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នារីករាយទស្សនាកម្មវិធីឡើងអ្នកតានេះដូចតទៅ
ยังไม่ได้ពុកម៉ែបងប្អូនទាំងអស់គ្នាបន្ទាប់ពីបានទស្សនានៃកម្មវិធីនេះហើយបងប្អូនមានអារម្មណ៍បែបណាដែរអាចជួយខមមិននៅខាងក្រោមប្រាប់ខ្ញុំបានអត់បើសម្រាប់ខ្ញុំទៅថតផ្ទាល់នៅទីតាំងនេះខ្ញុំមានអារម្មណ៍រាំងប្លែកដោយសារតែកម្មវិធីនេះគឺខ្ញុំធ្លាប់តែឃើញពីក្មេងដែលអ្នកភូមិរបស់ខ្ញុំដែលគាត់ទៅធ្វើពិធីឡើងអ្នកតានេះនៅខ្ទមអ្នកតានៅលើគោកប៉ុន្តែលើកនេះគឺយើងមកមើលជាមួយនឹងអ្នកភូមិរាំងទៅគឺគាត់ធ្វើនៅលើផែហើយពួកគាត់គឺពិតជាស្រស់គ្នាមែនតើនៅក្នុងការរៀបចំកម្មវិធីហើយកម្មវិធីនេះគឺគេធ្វើយូរបងប្អូនគឺគេធ្វើពីល្ងាចរហូតដល់យប់ជ្រៅប៉ុន្តែខ្ញុំមកដល់រាំងខ្ទង់ម៉ោង8ដោយសារតែយើងចេញពីនោះមករាំងល្ងាចដែរហើយមកដល់គឺខ្ញុំអត់ទាន់បានហូបបាយហូបទឹកអីទេគឺចាប់ផ្ដើមមកដើម្បីមកថតចែកជូនបងប្អូនទាំងអស់គ្នាទស្សនារួចខ្ញុំបានក៏សូមខន្តីអភ័យទោសផងដែរបើសិនជាថតទៅមានកំហុសខុសឆ្គងត្រង់ណាកន្លែងណាមិនសមរម្យអីសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសឲ្យខ្ញុំបាទផងដោយសារតែខ្ញុំនៅក្មេងចឹងហើយគឺទំនៀមទម្លាប់វប្បធម៌អីគឺខ្ញុំអត់សូវយល់ទេអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនរីករាយទស្សនានៅកម្មវិធីនេះហើយបងប្អូនកុំយកតោអូដំណើរខ្ញុំអីអញ្ចឹងសូមរីករាយទស្សនាជាមួយនឹងវីដេអូពេញទាំងអស់គ្នាជាមួយនឹងសំឡេងពិតនៅក្នុងវីដេអូនេះអរគុណច្រើន
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
dương ăn thọp lên nhá là bây dương khan lên nhá cái thời dương này bông vìនេះបងយើងអ្នកភ្លេងអញ្ចឹងចង់ថានេះខ្សែជោគខ្សែខាបងប្អូនទេបើយើងលេងភ្លេងឲ្យទៅយើងស៊ីឈ្នួលគេណាបង bà អរុនសួស្តីក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាថ្ងៃទី2ដែលខ្ញុំជាមួយនឹងក្រុមការងារបបកត្រីរបស់យើងគឺបានមកដល់ទីតាំងកន្លែងចាស់ដដែលមើលទៅសក់ក្បាលខ្ញុំទៅដល់ហើយបាទគឺងើបពីដេកមកអត់ទាន់បានគិតទឹកទេគឺមកដល់ប្រឡងបបកត្រីហើយកន្លែងនេះមិនខ្វះទេកន្លែងទឹកងូចតែយើងចង់គប់ត្រីមកព្រឹកសិនដោយសារតែងើបមករាំងភ្លឺដេកលក់ស្រួលបងប្អូនគ្នាដោយសារតែត្រជាក់នេះគឺជាសកម្មភាពត្រីទី1របស់ខ្ញុំបងប្អូនទាំងអស់គ្នាមិនថាអត់បានសោះទេថ្ងៃទី1នេះគឺបានត្រីមួយក្បាលបងប្អូនតែបានយ៉ាងចម្លែកទៀតបងប្អូនឃើញខ្ញុំអង្គុយអំបញ្ញមិញបងប្អូនខ្ញុំអង្គុយអំបញ្ញមិញគឺខ្ញុំកំពុងតែដាក់ខ្សែចូលក្នុងដុំនៅពេលដែលខ្ញុំគប់ទៅគឺខ្សែវាហូតអស់ចេញពីក្នុងស្ពូដោយសារខ្សែខ្ញុំខ្លីហើយខ្ញុំចងវាអត់ជាប់អញ្ចឹងហើយនៅពេលដែលគប់ទៅគឺវាលបូតខ្សែចេញពីក្នុងស្ពូហើយក៏ខ្ញុំអង្គុយចងខ្ញុំអង្គុយចងហើយក៏ចងរួចរាល់ក៏ចាប់ផ្ដើមស្រាវខ្សែចូលដុំវិញមានអារម្មណ៍ថាតាក់ខ្ញុំមិនដឹងតាក់ខ្ញុំខ្ញុំចាទាញមកក៏សាប់ទៅជាប់ត្រីនឹងមកបងប្អូននិយាយទៅគឺចម្លែកមែនតើខ្ញុំគប់មួយថ្ងៃវាអត់ខាំទេដល់ពេលមកដាច់ខ្សែអញ្ចឹងបានវាខាំវិញហើយ2ថ្ងៃនេះគឺខ្ញុំបានត្រីតែមួយក្បាលហ្នឹងទេដោយមកដោយដាច់មាត់បាទនៅអីនៅអី អត់ទេទៅបានទៅបាន នៅវត្តលង្ហោះ វល់លង្ហរអត់ណាបាទមួយទៀតបាទ ជួយរុំចុង បាទនេះអត់ដាក់កាប់មកដោះទៅមិនលេង ជួបទៅជួបឌៀម ងំអត់ទៀតអ៊ំមកប៉ុនមិនដៃ ណាក៏យក មកទៅមិនបានហើយ អត់លោទេ សៀន ដោះនេះទៀតដោះនេះ លេងបានទៀត ដោយគុណភាព Good morning យើងដេញខំកាច នោះខ្ញុំខាំដែរ អើបងខឹកខាងពីវាទៅខឹកបានហើយ Good morning ថ្ងៃ14កុម្ភៈទិវានៃក្តីស្រឡាញ់ ជប់ត្រីទៅជប់ចកា ចូលជាការត្រី ជួបពីការវិញ ដងវែងហើយនេះចឹងញួមតាមបន្តិចញួមទៅ nè đang mới thò đi chop coming out. Chỗ rồi. Ô khởi nhá, anh nó nhâm tha khăm mình tối để khăm nhâm tiền cực môi bơ khăm đó nữa. Điểm. Bong mày ăn bột. Bạt. Nhưng mà rong cho tao ấy nữa nha. Chọc bạt điểm mến chắc mình với khăm chẳng.
ចូលហើយ Mẹ nó anh vậy mẹ đưa lên đường với cá đi sao ខាំនេះ ដោយតែបងប្អូនបានឃើញហើយមកដល់កន្លែងនេះគឺត្រីខំច្រើនប៉ុន្តែពួកខ្ញុំពីរនាក់ហ្នឹងគឺធ្វើយ៉ាងណាក៏យកត្រីនឹងអត់បានសំបីតែមកក្បាលបងប្អូនអត់ដឹងថាយ៉ាងម៉េចដែរមិនដឹងថាខុសមាត់ខុសកខាងណាទេគឺត្រីខំប៉ុន្តែគឺយកអត់បានបងប្អូននិយាយទៅវាអាចនឹងមកពីកន្លែងហ្នឹងវាសបោកក់ច្រើនផងអញ្ចឹងហើយគឺខ្ញុំពិបាកនៅក្នុងការយកត្រីនឹងមែនតើព្រោះត្រីវាទាញចូលក្នុងកក់អញ្ចឹងទាំងអស់គ្នាលេងបាត់ហើយទីណៃដែរផឹកទឹកសិនផឹកទឹកសិនពងផឹកទឹកម្ដងអស់សិនយ៉ាងវត្តអីគេក្រៃអីកំលីកំមកយកទឹកសិនចាប់ផឹកទឹកសិននេះយកទឹក ទឹកនៅកន្លែងគាត់នឹងមាន แต่ตนะมวยหัวใจแต่มาไตรคำวัดเลยบานไอ้น้องนี่แต่ไตรคำเพลียมน้องนี่แต่โยตักไอ้พักเส้นไปตกไอ้วิลเล่ไปดอกกระลาได้จำบวชไม่ได้เนอะแต่บวชบานยี่แต่ปลากระปทีซาปลาก็บานอย่างนั้นกันเนอะแต่อดบานนี่มาดังในการไอ้เลยทั้งไอ้ตรังไอ้เฮลฮอตออกกำลังก็รอกระไรมันลุบแต่ไปยังเรียบจำเฟิร์มหกถ้วยอย่างไม้ปีทั้งไงมากระไรนี่คือแต่สิพีบซาเดซาได้ในขนมดำเชื้อให้ยี่แต่คือติแจสุขลมมาบนเขาบ้าด้วยรัวปยืนก็เพื่อดำนาเตยกันtrongพุ่งไว้นำไปเล่นไตรขมันนำไปเยอะตัวเตี้ยไทยเล่นของมันแล้วเพราะฉะนั้นได้นาได้ให้ก็ยังมันทอได้จะได้จังไปต่อยังคือจับแต่ตรังให้เอาคนชาต่างออกเนี่ยดำมันทุสนามาดอจำนวนนี่ให้สังคมไทยเยอะนึงจบนี่นะไปต่อมันตอบเตี้ยเอาคนชาทิมเรียบเลยบาย